នៅផ្ទះខ្ញុំម៉ែនឹងគឺថាមានផ្លូវមន់មកចំហៀងអត់ដឹងថាត្រូវធ្វើម្ហូបអីទេខ្ញុំក៏សម្រេចថាយកមកប្រឡាក់ឲ្យជៀនឲ្យបុកជាមួយនឹងម្ទេសខ្ទឹមញ៉ាំមើលរបៀបជាងជ្រលក់វាឲ្យផ្ទាប់មួយបន្លែអញ្ចឹងបងប្អូនតែខ្ញុំអត់ធ្វើទឹកត្រីហ្នឹងរាវទេខ្ញុំធ្វើខាប់អញ្ចឹងខ្ទឹមម្ទេសហ្នឹងគឺខ្ញុំយកទៅជៀនជាមួយនឹងផ្លូវមន់ហ្នឹងដែរបងប្អូនឲ្យវាឈ្ងុយថ្ងៃហ្នឹងខ្ញុំអត់ញ៉ាំបាយទេបងប្អូនអើយខ្ញុំញ៉ាំលេងអញ្ចឹងដោយសារខ្ញុំអត់សូវឃ្លានទេញ៉ាំស៊ុបនៅកន្លែងធ្វើការហើយខោពេលយើងទៅញ៉ាំបាយតេះហើយញ៉ាំផ្ទាប់ជាមួយនឹងបន្លែវិញអញ្ចឹងណាដោយសារអត់សូវឃ្លានតែទិញផ្លូវមន់ខ្ញុំប្រឡាក់ហើយអញ្ចឹងក៏សម្រាប់ថាជៀនយកមកញ៉ាំអញ្ចឹងណាបងប្អូនហើយចំពោះមន់បងប្អូនខ្ញុំជួយចិត្តញ៉ាំស្បែកជាងគេខ្ញុំថាស្បែកវាឆ្ងាញ់ហ្មងហើយជាពិសេសពេលយើងជៀនអញ្ចឹងបងប្អូនឲ្យស្រួយឆ្ងាញ់ហ្មងហើយស្បែកហ្នឹងវារៀងចូលជាតិយើងបាឡោឆ្ងាញ់ញ៉ាំមួយទឹកគីឡូនឹងទៀតមកដល់បែហើយបងប្អូនមានចាប់អារម្មណ៍អត់កូនស្លាបព្រាហ្នឹងគឺកូនស្លាបព្រាញ៉ាំមើលពងទាកូនបងប្អូនដឹងហើយថាទំហំវាធំប៉ុណ្ណាខ្ញុំញ៉ាំបាយតេះដោយសារអត់ឃ្លានមែនតែដើម្បីបានវីដេអូផុសនៅក្នុងเพจបងប្អូនត្រូវតែថតអញ្ចឹងណាឆ្លៀតថតតិចទៅបងប្អូនកុំឲ្យស្ងាត់เพจបងប្អូនដែលឃើញវីដេអូខ្ញុំផងរាល់ថ្ងៃអីបងប្អូនកុំភ្លេចជួយ like ជួយ share ខ្ញុំម្នាក់មួយហងបងប្អូនដូចតែអីចាប់ផ្ដើមពី0ទៅអញ្ចឹងបងប្អូនមានតែបងប្អូនដែលជួយគ្រប់គ្រងហើយដើម្បីបានទៅមុខទាំងអស់គ្នាបងប្អូនជីវិត MMO យើងមានតែប៉ុណ្្នឹងត្រូវអត់បងប្អូនខ្ញុំអត់ដឹងខ្ញុំមិនសូវចេះនិយាយបងប្អូនដូចបងប្អូនឃើញវីដេអូខ្ញុំហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនហើយខ្ញុំចេញតែមកឡងទៅពេលយប់ហ្នឹងដោយសារអីជីវិត MMO បាយបងប្អូន